អ្វីបានជាការជួបជុំទាំងនេះឥតគិតថ្លៃនេះជាសំណួរដែលសមហេតុផលមួយក្នុងពិភពលោកយើងនេះអ្វីសុទ្ធតែមានតម្លៃជាសាច់ប្រាក់នោះគំនិតនៃការអនុវត្តភាសាអង់គ្លេសដោយឥតគិតថ្លៃនិងដឹកនាំដោយអ្នកស្ម័គ្រចិត្តឲ្យជាជនជាតិបរទេសទៀតវាជារឿងមួយដែលមិនគួរឲ្យជឿសោះដូច្នេះតើអ្នកស្ម័គ្រចិត្តទាំងនោះជានរណាហើយហេតុអ្វីបានជាពួកគាត់ធ្វើបែបនេះពួកគាត់ជាអ្នកផ្សព្វផ្សាយសាសនាប៉ុន្តែការជួបជុំទាំងនេះពួកគាត់មិនមែនជាអ្នកផ្សព្វផ្សាយសាសនាទេហើយសភៅសាសនាក៏ពួកគាត់មិនចែកចាយដែរពួកគាត់មិនបង្ខំឬដាក់សម្ពាធឲ្យនរណាម្នាក់ផ្លាស់ប្ដូរជំនឿឡើយគោលបំណងតែមួយគត់របស់ពួកគាត់គឺជួយមនុស្សបង្កើនជំនាញភាសាអង់គ្លេសរបស់ខ្លួនតាមរយៈការជួបជុំផ្ទាល់ដោយផ្អែកលើការជជែកកម្សាន្តបងប្អូនអាចចូលរួមដោយសេរីដោយឥតគិតថ្លៃដោយគ្មានលក្ខខណ្ឌនិងមិនតម្រូវឲ្យជឿលើសាសនារបស់ពួកគាត់ឡើយតែបើបងប្អូនមានសំណួរអំពីជំនឿរបស់ពួកគាត់បងប្អូនអាចសួរពួកគាត់នៅក្រោយម៉ោងការជួបជុំបានប៉ុន្តែការជួបជុំទាំងនេះពេលនេះនិងអនាគតគឺសម្រាប់តែការហាត់និយាយភាសាអង់គ្លេសតែប៉ុណ្ណោះអ្នកស្ម័គ្រចិត្តទាំងនោះទាំងបុរសនិងស្ត្រីពួកគាត់បានរៀបចំខ្លួនសម្រាប់បេសកកម្មមួយនេះតាំងពីនៅក្មេងពួកគាត់បានសន្សំប្រាក់ហើយបានលះបង់ពេលវេលាមួយគ្រានៃជីវិតរបស់ពួកគាត់ដោយនៅឆ្ងាយពីផ្ទះដើម្បីបម្រើបេសកកម្មរបស់ពួកគាត់មានពីរផ្នែកទី1គឺដើម្បីចែកចាយនៅសារៈសំខាន់អំពីព្រះយេស៊ូវគ្រីស្ទទី2គឺលើកស្ទួយដល់សហគមន៍តាមរយៈការបម្រើសកម្មភាពមួយនៃការបម្រើនោះគឺជួយបងប្អូនឲ្យពង្រឹងភាសាអង់គ្លេសប៉ុន្តែការជួយរបស់ពួកគាត់គឺមិនចាប់ត្រឹមនឹងទេអ្នកផ្សព្វផ្សាយសាសនាដូចជាពួកគាត់ជាញឹកញាប់ពួកគាត់តែងតែជួយតាមរបៀបផ្សេងទៀតដូចជាសួរសុខទុក្ខអ្នកឈឺជួយសហគមន៍ក្នុងគម្រោងណាមួយនិងផ្ដល់ការលួមលោមដល់អ្នកដែលកំពុងត្រូវការជាដើមហើយពួកគាត់ធ្វើបែបនេះដោយមិនទទួលបានប្រាក់ខែនោះទេពួកគាត់ទទួលបានការគាំទ្រពីសាសនាចាក់នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានឧបត្ថម្ភផ្នែកហិរញ្ញវត្ថុនិងការរស់នៅដើម្បីឲ្យពួកគាត់អាចធ្វើដំណើរនិងធ្វើការងារបម្រើនៅទីកន្លែងដែលពួកគាត់ត្រូវបានហៅរួមទាំងទីនេះនៅក្នុងប្រទេសកម្ពុជាយើងផងដែរនេះហើយជាមូលហេតុដែលពួកគាត់អាចផ្ដល់ជូននៅការជួបជុំដោយឥតគិតថ្លៃទាំងនេះជាផ្នែកមួយនៃបេសកកម្មរបស់ពួកគាត់ដើម្បីបម្រើហើយវិធីមួយដែលពួកគាត់បម្រើប្រជាជនខ្មែរនោះគឺចង់ឲ្យបងប្អូនស្វែងយល់នៅជំនាញមួយដែលអាចឲ្យបងប្អូនមានឱកាសជាច្រើនក្នុងជីវិតនោះគឺភាសាអង់គ្លេសការជួបជុំដោយឥតគិតថ្លៃបងប្អូនប្រហែលជាគិតថាវាគ្មានតម្លៃអ្វីនោះទេប៉ុន្តែវាមានតម្លៃខ្លាំងណាស់សម្រាប់ពួកគាត់ដែលបានលះបង់ពេលវេលានៃជីវិតផ្ទាល់ខ្លួនពួកគាត់ចាត់ទុកការផ្ដល់មួយនេះសំខាន់ខ្លាំងណាស់ពួកគាត់ធ្វើដោយការស្ម័គ្រចិត្តដោយមិនរំពឹងចង់បានអ្វីពីបងប្អូនវិញឡើយពួកគាត់ជឿជាក់លើការលើកតម្កើងបងប្អូនខ្មែរយើងព្រោះពួកគាត់ជឿថាការលើកតម្កើងអ្នកដទៃឡើងមិនថាតាមរបៀបណានោះទេគឺជាការប្រើពេលវេលាដ៏មានតម្លៃបំផុតមួយនៅក្នុងជីវិតរបស់ពួកគាត់